តើសួស្តីបងប្អូនអរគ្នាបងអ្នកដែលមកប្រទេសចិននេះចង់ជិះតាក់ស៊ីដោយមិនធំក្លិនស្អុយបារីបងប្អូនអាចប្រើតាមរយៈ app នេះបុកជាមួយនឹងឡានសេរីទំនើបនៅក្នុងប្រទេសចិនបានហើយតម្លៃសមរម្យមែនទែនគឺយើងអាច booking នៅក្នុង Alibaba នៅក្នុង Alipay ច្រឡំ Alibaba អញ្ចឹងចាំមើលទីទៀតខ្ញុំនឹងបង្ហាញថាឡានដែលខ្ញុំ booking នៅតាមរយៈ Alipay នេះវាបានឡានសេរីអីអញ្ចឹងទីទៀតយើងនឹងទស្សនាដល់អ្នកគ្នា តោះឥឡូវនេះឡានយើងបាន booking បានមកដល់ហើយអញ្ចឹងចាំមើលឡាននេះក្នុងបងប្អូនអែមឥឡូវនេះយើងមកមើលតាក់ទងជាមួយនឹងគេហៅថាសោភ័ណភាពនៅខាងក្នុងគឺស្អាតតែម្ដងអញ្ចឹងសម្រាប់បងប្អូនយើងអ្នកដែលមកក្នុងប្រទេសចិននេះតែងតែមានបញ្ហាមួយគេហៅថាឡានដែលមានធំក្លិនបារីអញ្ចឹងពិបាកជិះមែនទែនសូម្បីតែខ្ញុំនៅក្នុងប្រទេសចិនផ្ទាល់តែម្ដងក៏ខ្ញុំនៅទប់ក្លិនបារីអត់បានដែរអញ្ចឹងសម្រាប់បងអ្នកដែលមកដល់ប្រទេសចិនបងប្អូនចង់ចេះអំពីការ booking ឡានដើម្បីបានឡានស្អាតហើយតម្លៃសមរម្យបងប្អូនអាចសាក booking ជាមួយនឹងក្នុង app Alipay អញ្ចឹងបងប្អូនចំណាយលុយតិចហើយបានឡានស្អាតអូខេអរគុណជួបគ្នានៅវីដេអូក្រោយ